ដាច់ម៉ូនីកាបង្ហាញសញ្ញាចង់វិលរកអាជីពចាស់ជាថ្មីក្រោយនាងផ្អាកពីអាជីពចាស់អស់រយៈពេល16ឆ្នាំម៉ូនីកាតែសមត្ថភាពសម្ដែងរបស់នាងពីប្រទេសអូស្ត្រាលីនៅរសៀលថ្ងៃទី14ខែសីហាឆ្នាំ2026ដោយចូលទួនៅក្នុងប័ណ្ណទំនួញទំទាវសំនៀងរបស់កញ្ញាទុយសេនិចអ្នកនាងដាក់អារម្មណ៍ខ្លាំងពេករហូតដល់ទឹកភ្នែករលីងរលោងទៀតផងប៉ុន្តែទឹកភ្នែកនោះមិនមែនពាក់ព័ន្ធរឿងផ្ទាល់ខ្លួនដែលនាងជួបបញ្ហាវិបត្តិផ្លូវចិត្តឬតាក់ទងរឿងស្នេហានាងជាមួយស្វាមីមានការប្រែប្រួលទេតែវាជាទេពកោសល្យសមត្ថភាពនិងជំនាញរបស់នាងដែលអាចហូរទឹកភ្នែកបានភ្លាមទៅតាមអត្ថន័យបទចម្រៀងហើយនាងឲ្យ fan វិតម្លៃសមត្ថភាពរបស់នាងថាប៉ុណ្ណឹងបើសិនជាវិលថតសម្ដែងវិញតើអាចទៅរួចដែរឬអត់យ៉ាងណាក្រោយពីឃើញម៉ូនីកាបង្ហាញសញ្ញាភ្លើងខៀវចង់វិលមកថតសម្ដែងភាពយន្តឡើងវិញនោះមានអ្នកគាំទ្រនាងជាច្រើនបង្ហាញការលើកទឹកចិត្តដល់អតីតតារាសម្ដែងរូបនេះថានៅតែមានទេពកោសល្យល្អហើយពួកគេថានឹងបន្តគាំទ្រឲ្យតែនាងវិលវិញចំណែកម៉ូនីកាបង្ហាញការអរគុណដល់ fan ដែលនៅតែចងចាំនាងហើយចង់ឃើញនាងសម្ដែងរឿងម្ដងទៀតតាមប្រភពថាម៉ូនីកាបានចុះឡើងពីប្រទេសអូស្ត្រាលីមកស្រុកខ្មែរព្រោះតែនាងបានទិញផ្ទះនិងបើកហាងរក្សាសម្រស់មួយនៅសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចំណាយលុយសរុបអស់ជាង$30,000កាលពីខែមករាឆ្នាំ2024កន្លងមកតារាល្បីៗដែលបោះបង់អាជីពសិល្បៈទៅរស់នៅប្រទេសតាមគូស្នេហ៍ហើយស្រាប់តែវិលមករកអាជីពចាស់វិញភាគច្រើនគឺដោយសារតែពួកគេប្រេះឆាស្នេហាប៉ុន្តែសម្រាប់ម៉ូនីកាមិនធ្លាប់មានសញ្ញានៃការរង្គោះរង្គើស្នេហ៍ជាមួយនឹងអាណិកជនខ្មែរអូស្ត្រាលីលោកប៊ុនថែឡើយក្រោយពួកគេបានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2010ចំណងស្នេហ៍ជាង1ទសវត្សរ៍កន្លះនេះម៉ូនីកានិងប្តីដែលកំពុងតែរស់នៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីទទួលបានចំណងដៃកូន2នាក់គឺកូនស្រីអាយុ16ឆ្នាំនិងកូនប្រុសអាយុ11ឆ្នាំ